ភិបាលដែលគ្រប់គ្រងដោយយោធានៅប្រទេសមីយ៉ាន់ម៉ាបានអញ្ជើញក្រុមបះបោរដ៏មានអាវុធឲ្យចូលរួមការចរចាសន្តិភាពប៉ុន្តែក្រុមបះបោរសំខាន់ចម្បងពីរក្រុមបានបដិសេធសំណើនេះភ្លាមប្រធានាធិបតីលោកមានអង្លៀងដែលជាមេបញ្ជាការយោធាដែលបានដឹកនាំរដ្ឋប្រហារកាលពី5ឆ្នាំមុនដែលបណ្ដាលឲ្យមានសង្គ្រាមស៊ីវិលនេះបានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថាលោកចង់ឲ្យក្រុមបះបោរដែលមិនទាន់យល់ព្រមលើកិច្ចព្រមព្រៀងបាត់ឈប់បាញ់ចូលរួមចរចាក្នុងរយៈពេល100ថ្ងៃនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអចេសារ៉ាលោកបាននិយាយថាសម្រាប់ក្រុមដែលមិនទាន់ចូលរួមក្នុងការពិភាក្សានិងការចរចាលោកក៏អញ្ជើញពួកគេឲ្យមកចូលរួមក្នុងការពិភាក្សាមុនថ្ងៃកំណត់ចុងក្រោយថ្ងៃទី31ខែកក្កដាដោយបានរំលឹកដល់ក្រុមប្រឆាំងដែលធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបាត់ឈប់បាញ់ទូទាំងប្រទេសមុនរដ្ឋប្រហារឆ្នាំ2021ផងដែរក្នុងនោះសហភាពជាតិការ៉ែនបានបដិសេធសំណើនេះភ្លាមដោយអ្នកនាំពាក្យម្នាក់បាននិយាយថាក្រុមខ្លួនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងបាត់ឈប់បាញ់ទូទាំងប្រទេសបន្ទាប់ពីរដ្ឋប្រហារឆ្នាំ2021ដែលបានផ្ដួលរលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសានស៊ូជីហើយមិនមានគម្រោងត្រឡប់ទៅរកការចរចាឬអនុវត្តតាមកិច្ចព្រមព្រៀងបាត់ឈប់បាញ់នោះទៀតទេងាកមកគណៈបក National Front អ្នកនាំពាក្យលោកសូឡៃហាត់នេះបាននិយាយថាក្រុមលោកកំពុងស្វែងរកប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធមួយដែលគ្មានឥទ្ធិពលពីយោធាលោកបានបន្ថែមថាដោយសារយើងកំពុងប្រយុទ្ធប្រឆាំងនឹងសម្របភូមិយោធានយោបាយសម្រាប់គោលបំណងនេះដូច្នេះយើងគ្មានអ្វីត្រូវពិភាក្សាជាមួយអ្នកដែលហៅខ្លួនឯងថាជារដ្ឋបាលដែលគ្រាន់តែបដូររូបរាងពីយោធានោះទេលោកមានអង្លៀងត្រូវបានជ្រើសតាំងដោយសភាជាប្រធានាធិបតីកាលពីដើមខែនេះហើយនេះគឺជាអ្វីដែលអ្នករិះគន់ហៅថាជាការបោះឆ្នោតคล้ายៗដែលមានគោលបំណងរក្សាការគ្រប់គ្រងអំណាចរបស់យោធានៅក្រោមរូបរាងនៃប្រជាធិបតេយ្យរដ្ឋបាលថ្មីនេះត្រូវបានទទួលស្គាល់ដោយប្រទេសមួយចំនួនតូចប៉ុណ្ណោះរដ្ឋប្រហារដែលធ្វើឲ្យការតស៊ូប្រឆាំងនៅរយៈពេលកាន់តែយូរនៅមីយ៉ាន់ម៉ាបានកើនឡើងកាន់តែខ្លាំងឡើងខណៈដែលសកម្មជនគាំទ្រប្រជាធិបតេយ្យបានរួមដៃជាមួយក្រុមជនជាតិភាគតិចដែលមានអាវុធដែលបានប្រយុទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍ដើម្បីទាមទារសិទ្ធិអំណាចបុគ្គលកាន់តែច្រើនដែលបណ្ដាលឲ្យមានសង្គ្រាមស៊ីវិលនៅតែបន្តប៉ះពាល់ដល់ប្រទេសគួរឲ្យដឹងផងដែរថារដ្ឋាភិបាលដែលដឹកនាំនយោធាបានរៀបចំកិច្ចចរចាជាបន្តបន្ទាប់ជាមួយមេដឹកនាំជនជាតិភាគតិចចាប់តាំងពីឆ្នាំ2022ដោយមានគោលបំណងបំបីសម្ព័ន្ធប្រឆាំងយោធាឲ្យចុះខ្សោយប៉ុន្តែមិនទទួលបានលទ្ធផលល្អឡើយ